រឿងមន្តអាគមមហាអីតធររតនៃបាថ្មិញកាលពីព្រេងនាយក្នុងដែនដីសុវណ្ណភូមិដ៏រុងរឿងនាសម័យកាលមួយដែលមនុស្សនិងអាគមនៅជិតស្និទ្ធនឹងគ្នាមានបុរសចំណាស់ម្នាក់ឈ្មោះតាបាថ្មិញតាបាថ្មិញមិនមែនជាមនុស្សធម្មតាឡើយគាត់ជាគ្រូអាគមអ្នកដែលល្បីល្បាញទូទាំងនគរថាមានមន្តអាគមខ្លាំងពូកែអាចហៅទឹកហៅភ្លើងបានហើយថែមទាំងអាចបំផ្លាញខ្លួនជាសត្វក៏បានដែរក៏ប៉ុន្តែគាត់ជាមនុស្សចូលចិត្តរស់នៅឯកោនៅក្នុងព្រៃជ្រៅមួយកន្លែងដែលពោរពេញដោយរុក្ខជាតិកម្រនិងសត្វព្រៃកាចសាហាវថ្ងៃមួយមានគ្រោះរាំងស្ងួតដ៏ធំមួយបានកើតឡើងនៅក្នុងនគរដែលនៅក្បែរនោះវាស្រែប្រែជាវាខ្សាច់ដំណាំងាប់អស់សត្វពាហនៈដួលងាប់រាប់ពាន់ក្បាលហើយប្រជាជនក៏ចាប់ផ្ដើមអត់ឃ្លានរងទុក្ខវេទនាយ៉ាងខ្លាំងព្រះរាជាមានការព្រួយបារម្ភជាខ្លាំងហើយបានបញ្ជូនរាជវង្សានុវង្សនិងមេតបឲ្យយកទៅស្វែងរកតាបាថ្មិញដើម្បីសុំឲ្យយកគាត់ជួយហៅឃ្លានរាជវង្សានុវង្សនិងមេតបបានលួចព្រៃជាច្រើនថ្ងៃរហូតបានទៅដល់ខ្ទមរបស់តាបាថ្មិញពួកគេបានអង្វរតាបាថ្មិញឲ្យយកជួយនគរតាបាថ្មិញដែលជាមនុស្សមានចិត្តមេត្តាក៏បានយល់ព្រមជួយនៅពេលយប់តាបាថ្មិញបានចាប់ផ្ដើមធ្វើពិធីហៅឃ្លានគាត់បានដុតធូបក្រអូបឈ្ងុយឈ្ងប់ហើយបានសូត្រគថាបាលីបុរាណយ៉ាងខ្សឹកខ្សៀវសំឡេងរបស់គាត់លឺតិចតិចតែវាហាក់ដូចជាមានអំណាចទាក់ទាញវិញម្យ៉ាងភ្លាមនោះខ្យល់ក៏ចាប់ផ្ដើមបក់យ៉ាងខ្លាំងហើយផ្ទៃមេឃក៏ប្រែទៅជាងងឹតស៊ុំឈឹងមួយសន្ទុះក្រោយមកផ្គរលាន់ក៏ចាប់ផ្ដើមលឺសូររំពងពេញអាកាសហើយដួងទាំងបាញ់ក៏ចាប់ផ្ដើមចុះមកផ្ទាល់ដីភ្លៀងបានចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងដូចចាក់ពីលើមេឃទឹកភ្លៀងបានជះចុះមកលើដីដែលប្រេះឆាដោយសារគ្រោះរាំងស្ងួតប្រជាជនមានចិត្តត្រេកអរអត់ឧបមាហើយបាននាំគ្នាស្រែកអបអរសាទរតែរឿងរ៉ាវមិនបានចប់ត្រឹមនេះឡើយតាបាថ្មិញមានសត្រូវម្នាក់ឈ្មោះមេមុតកាច់ដែលជាគ្រូអាគមម្នាក់ទៀតដែលចូលចិត្តប្រើអាគមខ្មៅងងឹតដើម្បីបង្កភាពពុកវរដល់មនុស្សលោកមេមុតកាច់ច្រណែននឹងអំណាចរបស់តាបាថ្មិញហើយតែងតែរកឱកាសដើម្បីកម្ចាត់គាត់នៅពេលដែលតាបាថ្មិញកំពុងតែសម្រាកក្រោយពីធ្វើពិធីហៅឃ្លានមេមុតកាច់បានប្រើមន្តអាគមរបស់នាងបំផ្លែងខ្លួនជាពស់វែកធំមួយក្បាលហើយលបចូលទៅខាងគាត់តាបាថ្មិញបានដួលសន្លប់ហើយត្រូវបានមេមុតកាច់ចាប់យកទៅឃុំឃាំងនៅក្នុងរូងភ្នំមួយដែលមានការពារដោយមន្តអាគមខ្មៅងងឹតពេលដែលព្រះរាជានិងប្រជាជនដឹងដំណឹងនេះពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជួយតាបាថ្មិញឡើយព្រោះខ្លាចអំណាចរបស់មេមុតកាច់តែមានយុវជនក្លាហានម្នាក់ឈ្មោះកំឡោះពេជ្រដែលជាសិស្សរបស់តាបាថ្មិញបានសម្រេចចិត្តថានឹងទៅជួយគ្រូរបស់គាត់កំឡោះពេជ្របានលួចព្រៃជាច្រើនថ្ងៃរហូតបានទៅដល់រូងភ្នំរបស់មេមុតកាច់គាត់បានប្រើមន្តអាគមដែលគាត់បានរៀនសូត្រពីតាបាថ្មិញដើម្បីបំបែករបាំងការពាររបស់មេមុតកាច់ពេលគាត់ចូលទៅដល់ក្នុងរូងភ្នំគាត់បានឃើញតាបាថ្មិញត្រូវបានគេចងជាប់នឹងសសរថ្មមេមុតកាច់បានលេចមុខឡើងហើយបានប្រើមន្តអាគមខ្មៅងងឹតដើម្បីវាយប្រហារកំឡោះពេជ្របានប្រយុទ្ធទទួលដោយក្លាហានគាត់បានប្រើមន្តអាគមហាត់ខ្យល់កន្ត្រាក់និងផ្គរលាន់ដើម្បីទប់ទល់នឹងមេមុតកាច់សង្គ្រាមអាគមបានផ្ទុះឡើងយ៉ាងសាហាវព្រៃផ្សែងនៅក្នុងរូងភ្នំទីបំផុតកំឡោះពេជ្រក៏បានរកឃើញចំណុចខ្សោយរបស់មេមុតកាច់គាត់បានប្រើមន្តអាគមដ៏ខ្លាំងក្លាមួយវាយប្រហារចំមេមុតកាច់បណតាឡាឲ្យយោនាងស្លាប់ភ្លាមបន្ទាប់មកគាត់ក៏បានស្រាយចំណងឲ្យយោតាបាថ្មិញរួចតាបាថ្មិញនិងកំឡោះពេជ្របានត្រឡប់មកនគរវិញហើយត្រូវបានប្រជាជនស្វាគមន៍យ៉ាងអធិកអធមតាបាថ្មិញបានបន្តរស់នៅក្នុងព្រៃជ្រៅដដែលតែគាត់បានបង្រៀនមន្តអាគមរបស់គាត់ទៅឲ្យយកកំឡោះពេជ្រដើម្បីឲ្យយកកំឡោះពេជ្រអាចបន្តថែរក្សានិងការពារនគរបាននគរក៏បានត្រឡប់មកកាន់សេចក្តីសុខនិងវិបុលភាពដូចដើមវិញរៀងរហូតទៅរឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទម្នាក់មួយផងណាសូមអរគុណសូមជម្រាបលាជួបគ្នានៅរឿងថ្មីពេលក្រោយទៀត